មាត្យរក្សាភ្នៅព្រះរាជទ្រព្យមាននិទានមួយដំណាលថាមានអាមាត្យម្នាក់តែងរក្សានិងរាប់ផ្លែភ្នៅព្រះរាជទ្រព្យរបស់ព្រះមហាក្សត្រមួយអង្គកាលណាផ្លែភ្នៅនោះទុំក៏បេះយកទៅថ្វាយជានិច្ចពុំដែលខានគប់ជួនថ្ងៃមួយនោះបុរសម្នាក់កាន់ទំពក់ទៅបេះផ្លែភ្នៅដើរទៅក្បែរខាងដើមភ្នៅដែរអាមាត្យនៅថែរក្សានោះអាមាត្យមើលទៅយល់បុរសនោះកាន់ផ្លែភ្នៅនៅថ្នាក់ទំពក់នៅដៃក៏ទៅរាប់ផ្លែភ្នៅនៅដើមនោះមើលឃើញតែតុងទេទើបគិតថាឬសមជាអាលីទំពក់នឹងផ្លែភ្នៅដើរទៅអំបញ្ញមិញនេះឯងជាចោរលួចអាមាត្យក៏រត់ទៅតាមចៅនោះឃើញមានផ្លែភ្នៅនៅថ្នាក់ទំពក់នៅដៃមែនហើយក៏ចាប់កោះយកទៅប្តឹងចៅក្រមថាចៅនេះឯងជាចោរលួចផ្លែភ្នៅព្រះរាជទ្រព្យខ្ញុំចាប់បានផ្លែភ្នៅនៅថ្នាក់ទំពក់នៅដៃចៅក្រមដណ្ដឹងសួរថាចៅឯងជាចោរលួចបេះផ្លែភ្នៅព្រះរាជទ្រព្យមែនឬទេចៅនោះឆ្លើយថាខ្ញុំមិនមែនជាចោរលួចទេឯផ្លែភ្នៅនេះខ្ញុំបេះមកពីព្រៃដទៃទៀតទេទើបចៅក្រមនាំសេចក្តីនោះទៅក្រាបបង្គំទូលព្រះមហាក្សត្រតាមដំណើរសេចក្តីនោះសពគ្រប់ព្រះមហាក្សត្រមានបន្ទូលថាកុំឲ្យគៀបវាឡើយហើយត្រាស់បង្គាប់ឲ្យយកផ្លែភ្នៅអំពីចៅនោះទៅដាក់ផ្ទាប់ទល់នឹងទងដែលផ្លែភ្នៅជ្រុះចេញទៅនោះតើត្រូវឬមិនត្រូវរួចសឹមទម្លាក់ផ្លែភ្នៅនោះទៅដីហើយពិចារណារកដើមហេតុឲ្យឃើញពិតប្រាកដសិនបើឃើញថាគួរមានទោសសឹមធ្វើទោសវាអាមាត្យទទួលព្រះរាជហង្ការហើយយកផ្លែភ្នៅនោះទៅដាក់នឹងទងភ្នៅឃើញថាមិនត្រូវទំនងគ្នាសោះហើយទម្លាក់ទៅដីផ្លែភ្នៅនោះក៏ជ្រុះទៅក្នុងថ្លុកកប់ភក់ទៅព្រះអង្គឲ្យយកផ្លែភ្នៅដែលជ្រុះអំពីមុននោះទៅដាក់ផ្ទាប់ល្មើក៏ឃើញត្រូវនឹងទងនោះមែនហើយត្រាស់បង្គាប់ឲ្យយកផ្លែភ្នៅខុសនឹងទងវាឲ្យទៅបុរសលីទំពក់វិញហើយឲ្យបើកលែងទៅចៅនោះក៏យកទំពក់នឹងផ្លែភ្នៅរបស់ខ្លួនទៅកាន់ទីលំនៅអាត្មាវិញព្រះមហាក្សត្រទ្រង់រកសេចក្តីពិតបានឃើញជាក់ស្ដែងដូច្នេះហើយសុខគំនុំត្រូវតាមកន្លងធម៌ហោង